ok tỏ chắc video muốn dừng rồi cả này khơi vi peakนะ vi peak khơi 325 ណា 325 នេះខ្ពស់បំផុតនេះគឺ325 វ៉ុលអញ្ចឹងឥឡូវយើងហៅមធ្យមភាគវាថាតើមធ្យមភាគវាប៉ុន្មានរូបមន្ត V average ណាអញ្ចឹងរូបមន្ត V average គឺ V AVG V average ស្មើ2លើ2នេះគុណនឹងV peak អូខេអានេះ V peak យើងហៅបានមិនហ្នឹងអញ្ចឹងរូបមន្តវាហ្នឹងអញ្ចឹង2នេះគឺ Pythagore ណា Pythagore គឺរូបមន្តរង្វង់អ្នកដែលកិច្ចម៉ោងគណិតកិច្ចម៉ោងរូបវិទ្យាអីដល់វគ្គនេះខ្ញុំអត់ដឹងទេណាទៅស្រាវជ្រាវឡើងវិញគឺរង្វង់ដោយសារអីបានគេយកវាមកគិតជារង្វង់ដោយសារភ្លើងនេះភ្លើងដែលវារត់នេះគឺវារត់ជារង្វង់ណាដែលខ្ញុំគូអញ្ចឹងហ្នឹងគឺលក្ខណៈជារង្វង់មូលណាអញ្ចឹងហើយបានគេយករូបមន្តរង្វង់មកគិត Pythagore ហ្នឹងហើយតម្លៃ Pythagore ហ្នឹងគឺស្មើ 3.14 1592 6 536គ្រាន់តែយើងកាត់ខ្ទង់ទៅកុំឲ្យវែងពេកយើងយកតែ3.142ទេបានហើយយកតម្លៃវាណាអញ្ចឹងយើងស្មើនឹង2លើអា2នេះយើងយកកតុយវានេះទៅគឺ3.142មកគិតនៅហើយគុណនឹង V peak យើងរកបានមិនហ្នឹងគឺ325ណា325 វ៉ុលអញ្ចឹងនឹងឯងរូបមន្ត V average គឺរោមធ្យមភាគនេះរោមធ្យមភាគនេះអានេះពាក់កណ្ដាលវាហ្មងគឺ V average ហ្នឹងគឺស្មើនឹងរូបមន្ត2លើ Pythagore នេះគឺ2លើ2ណា2ហ្នឹងគឺ Pythagore គុណនឹង V peak អញ្ចឹងយើងនាំឲ្យយើងបាន2ហ្នឹងលើតម្លៃ Pythagore នេះយើងយកតែ3ខ្ទង់ចុងបានហើយគឺ 3.142 គុណនឹង325ដែលយើងរកឃើញ V peak មិញហ្នឹងនេះណាតាមរូបមន្តវាអញ្ចឹងយើងគុណមកមានអីបាទ2ចែក 3.142 តាមពិតគេយកដល់ 3.14 ក៏បានដែរឥឡូវយើងយកដល់3ខ្ទង់ទៅ 3.142 គុណនឹង325ដែលយើងរកឃើញលើមិញហ្នឹងនេះ325នេះអញ្ចឹងយើងបាន206 វ៉ុលហ្នឹងហើយ206 វ៉ុលនេះស្មើ206 វ៉ុលអញ្ចឹងកាលមុនយើងវាស់ពេលខ្លះឃើញ206ពេលខ្លះឃើញ210ហ្នឹងអាហ្នឹងឯងគឺ V average 226 វ៉ុលអញ្ចឹងយើងរកឃើញនេះ206 វ៉ុល V average អញ្ចឹង V peak រកឃើញហើយ V average រកឃើញហើយណាខ្ញុំនឹងនិយាយបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយ